នេះក្រុមការខ្ញុំបានមកជួបអូនស្រីឈ្មោះសឹមលេងអាយុ22ឆ្នាំសពថ្ងៃនេះអូនស្រីអស់សង្ឃឹមក្នុងជីវិតដោយសារតែមានរោគមួយយ៉ាងហៅថាបេះដូងចំហដោយសារតែមានជំងឺនឹងគេថាអូនស្រីបានចំណាយលក់អ្វីទាំងអស់ព្រមទាំងលុយផ្ទាល់ខ្លួននៅក្នុងក្រុមគ្រួសារក៏លក់អស់ផងដែរគេថាសពថ្ងៃនេះគេថាអត់សរោតែម្ដងបានហើយរីឯរោគនេះក៏មើលអត់ជាទៀតគេថាគ្រូពេទ្យនៅជុំវិញស្រុកខ្មែរហ្នឹងប្រាប់អូនស្រីថាអស់សមត្ថភាពនឹងមើលហើយគ្មានសមត្ថភាពជួយទេមានតែផ្លូវមួយយ៉ាងគឺថាជួយអូនស្រីបានគឺយើងត្រូវទៅព្យាបាលនៅប្រទេសវៀតណាមបាទប្រទេសវៀតណាមហ្នឹងគេមានគ្រូពេទ្យជំនាញច្រើនរូបតែតម្លៃអស់ខ្ពស់បាទគេអាចដូរបេះដូងបាទយើងអាចដាក់បេះដូងជ័រឬក៏បេះដូងជាសំទោសបាទគេអាចដាក់បេះដូងคล้ายឲ្យយើងបាទអូនស្រីក៏ទៅនឹងអាយុ22ឆ្នាំអត់ទាន់មានគ្រួសារទេគេថារស់នៅក្រោមអាណាព្យាបាលរបស់ពុកម្ដាយហើយសប្តាហ៍ថ្ងៃនេះគេថាហត់ធ្វើអីក៏មិនកើតដែរបាទដើរសំបីតដើរនៅគៀងហ្នឹងក៏ហត់ដែរបាទពិបាកណាស់ក្នុងការរស់នៅបាទហើយអញ្ចឹងមានតែសង្ឃឹមមួយយ៉ាងទេគេថាយើងត្រូវទៅព្យាបាលនៅវៀតណាមតែថវិកាអត់មានសំបីតថវិកាធ្វើដំណើរទៅវៀតណាមក៏អត់មានដែរហើយម្យ៉ាងទៀតអត់មានការងារធ្វើទៀតរីឯពុកម្ដាយក៏ធ្លាក់ខ្លួនក្រផងដែរដោយសារតែជំងឺនឹងឥឡូវនេះខ្ញុំបាទសូមជំនួសមុខដែលបងស្រីមិនសូវចេះនិយាយបាទគឺថានិយាយទៅចង់តែយំអញ្ចឹងខ្ញុំក៏មិនចង់ឲ្យនិយាយដែរហើយណាមួយគឺនិយាយអត់សូវលឺទៀតបាទគឺថាសូមសពជនជួយបាទជួយមេត្តាជួយបាទដោយសារតែគ្នានៅក្មេងចង់រស់នៅជាបន្តបាទបេះដូងចំហនេះបើយើងមិនបដូរវាចេញទេគឺថាមានតែផ្លូវមួយយ៉ាងគឺស្លាប់បាទគាត់ថាយូរឬឆាប់មុននឹងក្រោយបាទដូច្នេះក៏ខ្ញុំមិនចង់ឃើញតែសត្វកំពុងតែលង់ទឹកហើយយើងមិនអាចថាមិនជួយនោះទេដូច្នេះខ្ញុំបាទសូមពឹងពាក់ទៅសពជនទាំងអស់ដែលបើសិនជាបានឮដំណឹងនេះហើយសូមមេត្តាជួយបាទតាមរយៈខ្ញុំទោះបីតិចក្តីច្រើនក្តី$1 $2សូមជួយតាមសទ្ធាបាទហើយខ្ញុំបាទផ្ទាល់ហ្នឹងក៏នឹងជួយខ្លះដែរបាទមិនមែនថាអំពាវនាវឲ្យបងប្អូនជួយហើយខ្ញុំមិនជួយនោះទេប៉ុន្តែខ្ញុំតែឯងមិនអាចជួយអ្វីសពគ្រប់បានទេបាទខ្ញុំចង់ឲ្យបងស្រីហ្នឹងទៅវៀតណាមដើម្បីទៅព្យាបាលនៅទីនោះបាទអស់តម្លៃគឺរាប់ពាន់ដុល្លារនោះមិនមែនជាតិចតួចទេបាទប៉ុន្តែបើបងប្អូនខ្មែរលោកតាយាយមីមីនឹងគេថារួមគ្នាចូលម្នាក់$2 $5ខ្មែរយើងគេថាមានរាប់ម៉ឺននាក់នៅស្រុកគេបាទសូម្បីតែម្នាក់$1ហ្នឹងក៏អាចជាបាបអូនស្រីបានដែរគ្នាអាចមានជីវិតបន្តទៅទៀតដែរបាទអញ្ចឹងហើយបាទសូមម្ដងហើយម្ដងទៀតសូមមេត្តាជួយបាទតាមរយៈខ្ញុំដែលមានទូរស័ព្ទនៅលើកម្រិត DVD ស្រាប់បាទសូមជួយបងស្រីផងបាទខ្ញុំបាទជំនួសមុខបងស្រីហើយមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងថាបងប្អូនពូមីងលោកតាយាយទាំងអស់នឹងជួយបាទជួយដល់បងស្រីមិនខាននៅក្នុងអនាគតខាងមុខដល់ខ្លីនេះបាទសូមអរគុណបាទសូមជម្រាបបងសពជនដែលបានជ្រាបផងដែរថាបងប្រុសកណ្ណោះគឺថាត្រូវជាបងប្រុសបង្កើតរបស់បងស្រីកណ្ណេះបាទហើយសពថ្ងៃទីលំនៅឋានគឺនៅក្នុងខេត្តកំពង់ចាមមកថ្ងៃនេះដោយសារតែចង់សូមអំពាវនាវសំណុំពរសូមឲ្យខ្ញុំនឹងជួយទៅដល់ក្រុមគ្រួសារបងប្រុសទើបដឹកបងមកដល់ទីនេះតែម្ដងទីនេះគឺកន្លែងកាត់តនៅស្រុកខ្មែរបាទដោយសារតែចង់ឲ្យបងរស់គឺថាមានលុយបន្សល់បន្តិចបន្តួចហ្នឹងក៏បានយកម៉ូតូជិះបាទជួលម៉ូតូគេជិះមកដើម្បីជូនបងមកដើម្បីចង់ឲ្យបងរស់បាទឥឡូវនេះដោយសារតែខ្វះថវិកាអត់មានថវិកាត្រឡប់ទៅវិញទេហើយអញ្ចឹងហើយម្ដាយឈឺធ្ងន់ទៀតបាននៅផ្ទះឯណោះបាទហើយអញ្ចឹងទៅឥឡូវខ្ញុំក្រុមការខ្ញុំហ្នឹងគឺថាជូន$15សម្រាប់ថ្លៃជិះម៉ូតូហើយថែម$100ទៀតបាទដើម្បីយកទៅទិញជាថ្នាំដង្កូវដើម្បីព្យាបាលម្ដាយដែលកំពុងតែឈឺធ្ងន់នៅផ្ទះនោះបាទគឺថាសពជនបើយើងមិនជួយទេមិនជួយសัตว์លងទឹកទេគឺថាគ្មានអ្នកណាជួយគ្នាទេបាទគ្មានអ្នកណាមើលឃើញទេគឺថាមានតែសម្រក់ទឹកភ្នែកបាទគឺថាឃើញស្រាប់ហើយគឺថាបងប្រុសយំនៅទីនេះតែម្ដងជាមួយនឹងបងស្រីគឺថាសូមអង្វរកដល់សពជនទាំងអស់បាទនៅនេះសមុទ្រគឺថាសូមមេត្តាជួយតាមរយៈខ្ញុំបាទទោះបីតិចក្តីច្រើនក្តី$1ក្តី$2ក្តីតាមសទ្ធាខ្ញុំបាទសន្យាថានឹងយកមកជួយជីវិតបាទស្រស់ស្រង់ជីវិតបងស្រីនេះបាទដែលកំពុងតែមានទុក្ខបាទអញ្ចឹងសូមទទួល$100យកទៅព្យាបាលម្ដាយដែលកំពុងតែឈឺនៅកំពង់ចាមស្ពងទទួលយកមើលតែកាមេរ៉ាហ្នឹងបាទគាត់ថាគាត់ទាំងពីរនាក់និយាយអត់ចេញទេបាទថាស៊ូអីក៏មិនអាចនិយាយចេញដែរគាត់ថាវាហួសនឹងការនិយាយបាទដោយសារកំសត់ខ្លាំងពេកហើយម្យ៉ាងទៀតក្រុមការយើងខ្ញុំបានទៅចែកអំណោយនៅទីនោះ
អូនប្រុសក៏បានដឹងដំណឹងនេះក៏ដាច់ចិត្តបាទកណាត់ដាច់ចិត្តជួលម៉ូតូនឹងស្កាត់មករកខ្ញុំបាទផ្ទាល់នៅភ្នំពេញឃើញតែម្ដងបានជូនបងអូនស្រីមកជាមួយផងដែរគេថាមានតែផ្លូវនេះទេដែលថាមានសង្ឃឹមរស់ម៉ៃអត់កោតមកជាមានកោតហើយកូនមានកូនតែមួយគូទីដល់គាត់ប្រាប់ថាបងស្រីអត់មានផ្ទះទីទីដល់ហ្នឹងដល់1 second like ក្មេងខ្វះតែដែលញ៉ាំទីទៀតញ៉ាំឃើញសក់ក្បាលមានចេះហៀលទេណាបងជួគ្នាណាបានឲ្យកុំមកទៀតណាអូខេសេផងមកកូនអត់សពដល់ជននៅឯនេះសមុទ្រចាបានចុះមកផ្ទាល់ចាគឺជួយលោកយាយជាចំនួនទឹកប្រាក់ 100000 រៀលចាចាអរគុណបងចាអរគុណសពថ្ងៃនេះគឺលោកយាយគាត់ដើរដូចថាខ្វាយកែបចាហើយប្តីរបស់គាត់នោះគាត់បានដូចថាដើរខ្វាយកែបនោះគឺទាញមកគឺស្មើតែកែបអាប៉ិតចាញ់មកគឺជាពោះ